ខាងលិចអញ្ចឹងយើងចាប់ផ្ដើមពីទិសខាងលិចមុនគេដោយសារទិសខាងលិចល្អខ្លាំងអញ្ចឹងទិសខាងលិចប្រចាំឆ្នាំគឺតារាសាស្ត្រលេខ4តារាសាស្ត្រស្នេហ៍ចាទិសខាងលិចតារាសាស្ត្រលេខ4គឺតារាសាស្ត្រស្នេហ៍ប្រចាំឆ្នាំអញ្ចឹងខែនេះខែម្សាញ់ចចូលមកគឺជាខែ5អញ្ចឹងមានផ្កាយលេខ1ចចូលទៀតចាគឺតារាសាស្ត្រលេខ1ចចូលអញ្ចឹងមានទាំងស្នេហ៍មានទាំងលុយចាអ្នកដែលមានមុខផ្ទះបែរទៅទិសខាងលិចចូលរួមអបអរដែលខាងលិចហេងឆ្នាំហើយហេងខែទៀតអញ្ចឹងខាងលិចសួយពី3ឆ្នាំមកហើយអញ្ចឹងនៅក្នុងឆ្នាំ2025នេះខាងលិចល្អខ្លាំងណាស់ចាអញ្ចឹងឱកាសការងារភាពវៃឆ្លាតចាជាពិសេសនៅក្នុងខែនេះទៀតតែល្អអញ្ចឹងឱកាសមុខផ្ទះល្អបងប្អូនគួរតែធ្វើអ្វីឬក៏យ៉ាងណាបងសំទាំងរាសីយើងឡើងផងចាឆក់ឱកាសមួយខែនេះឲ្យបានចាណាចាពេលដែលមានមុខផ្ទះល្អយើងអត់ចាំបាច់ភ័យព្រួយអីទេចាលៀបសំណាងងាយនឹងចូលមក Hello មើលឃើញហើយអនលីនអ្នកគ្រូមើលឃើញហើយឃើញតែមិនហើយមកអង្គុយឡើងនេះឃើញចាអញ្ចឹងបន្តមកទៀតទិសដែលឆុងបន្តពីទិសខាងលិចតែឃ្លៀនមកបងចាំមកផ្លែតគេណាតែបានឃើញមកកូនជឿតែសណាកំពុងតាឡាយមកចាំកូនយូរអត់មានក្បួលអ្នកនេះអ្នកណាអត់ទៅថាដេកលក់ឆ្លាយទៅចឹងឡាយឆាតមកមុំអត់ដល់ធ្វើអត់យកឡានអ៊ីមកឡើយអ៊ីមកយកឡើយតែពីអចិត្តអស់ហើយខ្យល់ហើយគេញ៉ាំដល់គាត់បោះចោល No ណែយកដាក់ជីកាត់យកដាក់ចំចៃសើមិនមក12យប់ផ្លែឈើនៅនេះក៏ច្រើនដែរនោះឲ្យដាក់ផ្ទះចំចៃអាយុឡានទៅមែនម៉ាbaby គូមកពូមាត់ឲ្យហើយពីចិត្តរត់ខែនឹងល្អស្វានជឿរឿងម៉ាក់តិចទៅស្វាននៅទឹកផ្ទះគាត់តែអត់ទៅមើលប្លង់ខ្លួនឯងតិចជួយម៉ាមីតិចបើមិនចឹងទេអត់ទេស្អែកនេះទៀតអត់បានកោសខ្យល់ទេថាទៅកោសខ្យល់ចាំឡានដល់ពេលឥឡូវអ៊ីមកហៅទៅមានការអ៊ីហៅទៅមានការអ៊ីរត់ម៉ាក់កោខ្យល់មិនចេញទេមុខឡើងស្លក់ហើយនេះកោខ្យល់អត់ចេញមួយថ្ងៃជាមួយថ្ងៃមួយពេលជាមួយពេលចេះទ្រាំបងប្អូនចាំតិចណាបងប្អូនខ្ញុំបង្ហាញតិចខ្ញុំបង្ហាញការងារតិចបង្ហាញឆាតតិចអនលីនអូនរត់ហើយ តាបងប្អូនដល់ណាហើយចាមានពេលកន្លះម៉ោងណាបងប្អូនណាព្រោះខ្ញុំអកសើចេញឡាយមិញខ្ញុំថាខ្ញុំចាំឡានកូនមកខ្ញុំទៅកោសខ្យល់អញ្ចឹងកូនថាយូរទៅមកដល់អញ្ចឹងខ្ញុំនឹកឃើញថាកុំឲ្យខាតពេលចាអញ្ចឹងជ្រាបមកឡាយទិសឆុងទិសហេងជូនបងប្អូនឲ្យបានយល់ខ្លះគឺឥឡូវគាត់ទៅលើកឡាយមកដល់ម៉ោងអូខេអត់ម៉ោង7កន្លះ
ហើយលឺសំឡេងបើកឡានទៅណានោះកុំឲ្យភ្ញៀវធុញណាអាឡែងទៅនិយាយនេះផងនិយាយនោះផងហើយភ្ញៀវកំពុងរងចាំស្ដាប់ហើយយើងគិតទៅពីឆ្លើយឆ្លងគ្នាក្នុងឆាតអូខេអត់អីទេអត់អីទេម៉ាក់រវល់បាត់ហើយអូខេអធិស្ឋានណាបងប្អូនណាចាជាប់ដៃចាជាប់បង្ហើយឆាតមកផ្លេតចាឥឡូវរួចរាល់អូខេមិញខ្ញុំនិយាយនៅទិស270ដែលជាទិសហេងប្រចាំឆ្នាំហើយក៏ទិសល្អប្រចាំខែនេះទៀតចាអញ្ចឹងមានទាំងស្នេហ៍មានទាំងលុយចាអញ្ចឹងពេលដែលបងប្អូនដឹងឱកាសមុខផ្ទះយើងល្អបែបនេះចាហើយបើសិនជារាសីបងប្អូនល្អទៀតចាឱកាសលៀបសំណាងហូរចូលងាយចាអបអរសាទរអ្នកដែលមានមុខផ្ទះបែរទៅទិសខាងលិចចាអញ្ចឹងបន្ទាប់មកទៀតខ្ញុំនិយាយលឿនទេណាបងប្អូនណាអញ្ចឹងបន្ទាប់ពីទិស270គឺទិស315ទិស315គឺឆុងពី315មក345មានន័យថាទិសកលអត់ឆុងពិបាកណាពិបាកប្រាប់បងប្អូនណាអញ្ចឹងខ្ញុំនិយាយរួមហ្មងខ្ញុំនិយាយរួមចាអញ្ចឹងរួមទិស315ពាក់កណ្ដាលឆុងពាក់កណ្ដាលហេងចាអញ្ចឹងទិសហ្នឹងក៏បងប្អូនត្រូវប្រយ័ត្នប្រយែងដូចគ្នាអូខេចាអរគុណនឹងអាពេលខ្យល់អញ្ចឹងគេអត់លក់អីខ្ញុំនិយាយលេងបន្តិចជាមួយបងប្អូនចាស់អាពេលស្ទើខ្យល់ស្ទើអីចឹងសម្រាប់ក៏សម្រាប់មិនលក់អីក៏មិនលក់ដែរប៉ុន្តែមើលមុខតងស្លក់ណានឹងស្លក់ចាតែពេលដែលធ្វើទៅពេលដែលបាននិយាយបានអីចឹងទៅវាស្វាងជាជាងយើងគេងពេលដែលគេងយើងគិតថាហត់ពេលគេងទៅវាលងលើយអស់កម្លាំងលើដើមព្រោះអាទិត្យមុនអ្នកគ្រូហត់ម៉ោង6ចឹងម៉ោង6ចប់ការងារថាសម្រាប់ផ្លេតដល់សម្រាប់គេងលក់រហូតដល់ម៉ោង10ដល់ពេលម៉ោង10ហ្នឹងស្វាងងើបពីម៉ោង10ងូតទឹកងូតអីទៅគេងលេងលក់រហូតដល់ម៉ោង3ដល់ចឹងហើយវាដូចថាមានអារម្មណ៍ថាអារម្មណ៍គេងអត់លក់អញ្ចឹងពេលដែលអារម្មណ៍គេងអត់លក់បងប្អូនដឹងហើយណាវាអត់ស្រួលខ្លួនទេអញ្ចឹងព្រឹកឡើងចង់ម៉ោង5កន្លះដែលធ្លាប់ដឹងហ្នឹងអាគេងអត់លក់ហើយហ្នឹងត្រូវក្រោកដល់ក្រោកមកវិញម៉ោង9ម៉ោង10ចាប់ផ្ដើមងុយគេងពេលដែលងុយគេងក៏គេងអត់លក់ពិបាកក្នុងគ្រូបាក់បកស្រាយប្រាប់បងប្អូនអាម៉ោងយើងថ្ងៃស្រាប់បាយចង់ងុយគេងហ្នឹងពិបាកនិយាយអញ្ចឹងប្រហែលថ្ងៃហ្នឹងមកពីមើលរាសីច្រើនពេកដល់ពេលអញ្ចឹងអស់កម្លាំងដល់ពេលបងប្អូនសម្រុកមើលរាសីចុះ 50% យោដល់អញ្ចឹងម្នាក់2ម្នាក់3ម្នាក់2ថ្ងៃហ្នឹង2នាក់អញ្ចឹងថាសម្រាប់អត់បានសម្រាប់លឺអត់លក់អញ្ចឹងអត់ហ៊ានគេងទេខ្ញុំខ្លាចគេងលក់ទៅដូចថ្ងៃមុនទៀតអញ្ចឹងអត់ទេងើបម្លាយមុខស្ប៊ីស្បុលក៏ងើបម្លាយដែរដើម្បីឲ្យបានស្វាងយើងធ្វើការហត់ទៅដល់ម៉ោងគេងលក់ស្រួលអញ្ចឹងអត់អីទេចាតែកន្លះម៉ោងទៀតអ្នកគ្រូចាប់ឡាយសម្រាប់ចិត្តទៅក៏ខ្ចោះមែនទេណាបើអត់ចឹងទេនៅធីងថងចាអញ្ចឹងណាមួយមើលរាសីប្រចាំខែដែលអ្នកគ្រូមើលពីម្សិលថាខែហ្នឹងអ្នកគ្រូឈឺមិនតាន់បានមើលរាសីផងឃើញអ្នកគ្រូឈឺបាត់ទាំងដែលប៉ាជឿខ្លួនឯងល្អហើយតែមើលដល់ពេលឆ្នាំវាធ្វើឲ្យឈឺមែនធ្វើការលើកកម្លាំងចាអញ្ចឹងរឿងហេតុយើងមានប៉ាជឿក្នុងដៃក៏ដោយប៉ុន្តែអាការអានរាសីប្រចាំឆ្នាំប្រចាំខែហ្នឹងអ្នកគ្រូសង្កេតខ្លួនឯងគឺត្រូវភាគរយត្រូវច្រើនចាអញ្ចឹងបងប្អូនពេលដែលអ្នកគ្រូអានរាសីហើយបានស្ដាប់ហើយត្រូវរាសីយើងបែបណាក៏គួរតែប្រយ័ត្នប្រយែងដែរណាចាអញ្ចឹងដូចអ្នកគ្រូគេហៅថាខំទាំងនិយាយរួមទៅពិបាកនិយាយប្រាប់បងប្អូនថាខំក៏មិនបានវាធ្លាប់ហើយនៅតនេក៏អត់កើតចាបើអ្នកគ្រូនៅតនេតតែអ្នកគ្រូចេញទៅហាត់ប្រាណឬទៅអីអត់ឲ្យនៅតនេ
បើតនេះអាចនឹងគេងច្រើនក៏ឈឺវិញដែរអញ្ចឹងអត់ទេអត់ចង់គេងច្រើនទេធ្វើម៉េចឲ្យរវល់នៅពេលថ្ងៃដល់ម៉ោងយប់11ឬក៏12អីគេងលក់ហ្មងអាហ្នឹងគ្រប់គ្រាន់ពោះគ្រប់ម៉ោង5កន្លះឬក៏6គ្រប់តកូនទៅរៀនเนาะចាអ្នកគ្រូចឹងតាឥឡូវចូលមកដល់ទិស315ក៏ឆុងដែរចាទិស315ប្រចាំឆ្នាំគឺតារាសាស្ត្រលេខ3ឆ្នាំខែនេះចចូលលេខ9អញ្ចឹងលេខ9ចចូលមកគឺលេខភ្លើងនិងលេខឈើគឺឆេះសន្ធើណាចាអូខេអញ្ចឹងប្រុងប្រយ័ត្នពាក់ព័ន្ធនឹងមានបញ្ហាឆ្លោះទាស់ទែងគ្នានឹងរឿងកិត្តិយសចាទិសខាងជើងជាងខាងលិចគឺ315ប្រយ័ត្នរឿងកិត្តិយសណាយ៉ាមានចំនួនកើតឡើងដោយគេហៅថាអាប់អន់កិត្តិយសអញ្ចឹងទិសខាងជើងជាងខាងកើតឡាយចាប់អ្នកគ្រូទៅកោះខ្យល់តែមួយអ្នកគ្រូអត់ចឹងបើទៅដាក់អូខេមកអ្នកគ្រូជាប់ឡាយហើយបើអត់ទៅដាក់យំមកដាក់សញ្ញោចាអញ្ចឹងទិសខាងជើងជាងខាងកើតប្រយ័ត្នប្រយែងទៅលើរឿងកិត្តិយសអាចនឹងឆ្លោះហើយវាមានរឿងអីកើតឡើងផ្សេងណាចាតែបើសិនតែយើងអត់ឲ្យវាឆុងអីទេក៏អត់ចោតជាបញ្ហាបើអត់មានលឺសំឡេងដំស្វានៅទិសឆុងនៅទិសខាងជើងជាងខាងលិចនឹងទេអត់ចោតជាបញ្ហាអញ្ចឹងអ្វីក៏ដោយពាក់ព័ន្ធនឹងហុងស៊ុយគឺការរង្គោះរង្គើណាការរង្គោះរង្គើចាខ្ញុំសង្ឃឹមថាបងប្អូនចាប់ពីមួយថ្ងៃទៅមួយថ្ងៃនឹងបានយល់ច្រើនអញ្ចឹងអតិថិជនដែលមកមើលរាសីជាមួយខ្ញុំគឺភាគច្រើនគឺគាត់យល់ចាយល់ពីរាសីយល់ពីហុងស៊ុយចាអញ្ចឹងក៏រីករាយសប្បាយចិត្តពេលដែលបងប្អូនបានយល់ពីហុងស៊ុយយល់ពីដំណើរជីវិតរៀងខ្លួនអញ្ចឹងទៅចាការបញ្យល់ប្រាប់ហេតុផលទៅគឺយល់គេថាយល់គ្នាបានលឿនណាចាអញ្ចឹងបន្ទាប់មកទៀតគឺទិសខាងជើងចាទិសខាងជើងអបអរសាទរផ្ទះបងប្អូនដែលមាននៅទិសខាងជើងណាតារាសាស្ត្រលេខ7តែខែនេះលេខ4ចចូលចាលេខ4ចចូលចាទិសស្នេហ៍ចាទិសខាងជើងទិសស្នេហ៍ប្រចាំខែម្សាញ់ចាដូច្នេះចង់ប្រាប់បងប្អូនថាម៉េចណាចាទិសស្នេហ៍មាន2នៅក្នុងខែនេះល្អដូចគ្នាចាទិសខាងលិចស្នេហ៍ប្រចាំឆ្នាំទិសខាងជើងស្នេហ៍ប្រចាំខែចាសិតតែទិសល្អអញ្ចឹងបើយើងគិតថាស្នេហ៍ក៏ល្អគិតថាបញ្ញាក៏ល្អចាសិតតែល្អទាំងអស់ឲ្យតែតារាសាស្ត្រនឹងតំណាងល្អគឺល្អចាអញ្ចឹងត្រេកអរជាមួយបងប្អូននៅទិសខាងជើងដូចគ្នាចាអញ្ចឹងពេលដែលល្អហើយមិនបាច់ឲ្យអ្នកគ្រូបកស្រាយអីច្រើនទេអញ្ចឹងស្នេហ៍នៅទិសខាងជើងចាចង់បង្កើនស្នេហ៍ចាឬក៏យ៉ាងម៉េចថែរក្សាទិសខាងជើងឲ្យបានល្អចាអញ្ចឹងបន្ទាប់មកទិសខាងជើងឈៀងខាងកើតដែលជាទិស45អង្សាទិសនឹងប្រចាំឆ្នាំគឺតារាសាស្ត្រលេខ5ខែនេះលេខ2ចចូលចាអញ្ចឹងវាអាចទៅបំផ្ទុះជំងឺចាទិសដែលមិនល្អនៅក្នុងខែ5នេះគឺទិសខាងជើងឈៀងខាងកើតទិសតំណាងឲ្យទិស45ចាប្រយ័ត្នបញ្ហាជំងឺអញ្ចឹងបើសិនជាយើងបានដំស្វានឬក៏ពីកតុយផ្ទះអ្នកចិត្តខាងឬក៏យ៉ាងណានៃចំណែកនៃទិសខាងជើងឈៀងខាងកើតតំណាងឲ្យទិស45ងាយនឹងបង្កជំងឺកើតឡើងចាជំងឺផ្សេងអញ្ចឹងចៃដន្យអ្នកផ្ទះបងប្អូនមានបញ្ហាសុខភាពរឿងអីចាពេលដែលឮសំឡេងរង្គោះរង្គើនឹងចូលមកគឺវានឹងផ្ទុះបញ្ហាសុខភាពនឹងកើតឡើងមកហើយចាអញ្ចឹងគួរតែប្រយ័ត្នប្រយែងសម្រាប់ជ្រុងនៃទិស45អង្សាចាអញ្ចឹងបន្ទាប់មកទៀតគឺទិសខាងកើតចាទិសខាងកើតឆុងប្រចាំឆ្នាំចាខែនេះលេខ6ចចូលនៅទិសខាងកើតចាបើសិនជាទិសខាងកើតអត់មានបញ្ហាទេចាល្អប្រចាំឆ្នាំលេខ9ប្រចាំខែលេខ6ចាបើសិនជាគ្មានការរង្គោះរង្គើនៅទិសខាងកើតទេគឺអត់ចោតជាបញ្ហាអ្វីទាំងអស់
tại bà sân chỉ tư hàng cao tái nè dạ bà sân chỉ tư hàng cao mình là vì này thá ai rồng cua rồng cớ ai trong rư co sầm lên ấy trên bị tư hàng cao miền này thả cứ sầm lên đá chảy máu cứ trong hải nèรูขังกาช่องตึดาราซะมันช่องใต้ช่องตึประจำชนำจ้ะบางสันขังกาตัวเรื่องคือเรื่องกตยุเรื่องอำนาจเปะปอนนึงอำนาจกาเงียนะจ้ะบ้าขังกาอัดเมนลือสำเร็จเจนมาเต้จ้ะจะถงบาเจนปิติขังกาสำเร็จดำสวรรค์เจนปิติขังกาสำเร็จรอปิติขังกาบางสันมกเตะใบตือติขังกาอัดเมนปัญหาจุดจุดเพลิดทนอหรือก่อไว้สิ่งเต้อัดปัญหาจ้ะก็ปัญใต้ใจด้านบาสันเจียเอาไว้ได้เนี่ยครูบันปรับนั่งวิการล้างคือเวียนั่งบังกอเรื่องนั่งเปะปอนนั่งอำนาจหรือก็จำลัวเมียนจำลัวจมวยเนี่ยเมียนอำนาจหรือการเรื่องไอ้ได้มันดังคล้วนใต้เปะปอนนั่งอำนาจให้นั่งเกตอยู่จ้ะนะจ้ะบรรทมกเตี้ยตึกขังตะโบงเชียงขังกาดำนางอ้อยตึกมา130 องศาจ้ะตึก130 องศาเบาจกกรอมtừตึก225ตึก125คือช่องใต้135ឡើងមកដល់ตึก108ចាពាក់កណ្ដាលช่องពាក់កណ្ដាលហេងដែលជាตึกគេហៅថាអង្គសា135ហ្នឹងអញ្ចឹងអង្គសា135ឡើងមកตึก108គឺអត់ช่องអង្គសា135ចុះទៅក្រោម120គឺទៅตึกរោងវិញគឺช่องចាអញ្ចឹងช่องរឿងអីចាប្រយ័ត្នមានចំនួនបាត់បង់លុយកាក់ចាប្រយ័ត្នមានចំនួនដូចគ្នាចាប្រយ័ត្នមានចំនួនឬក៏ប្រយ័ត្នមានចោលលួចចាចោលចូលមកលួចចាចាចូលលួចរបស់អីផ្សេងអាហ្នឹងរឿងតូចរឿងធំអាស្រ័យទៅតាមទម្ងន់នៃសម្លេងឆុងចាអញ្ចឹងគួរប្រយ័ត្នប្រយែងនៅទិសរោងទិសថោះឆ្លូវខាលថោះរោងចាគួរតែប្រយ័ត្នប្រយែងទិសទាំងដែលខ្ញុំបានប្រាប់ហ្នឹងចាអើយចាប់ស្អីមកទៀតហើយកូនមានម្ដាយណាចាប់ស្អីមកទៀតហើយចាអញ្ចឹងបន្តមកទៀតគឺទិសដែលហេងទិស108ចាបងប្អូនដែលមានមុខផ្ទះបែរទៅទិស108ខែនេះក៏ហេងតារាសាស្ត្រលេខ3ចូលនៅទិស108ប៉ុន្តែមិនមកជាឆុងចាលេខ6ឈរនៅចាំនៅទិសខាងត្បូងចាខែនេះលេខ3ចូលតែមិនមែនជាទិសឆុងអញ្ចឹងអត់បញ្ហាចាអត់បញ្ហាកើតឡើងប៉ុន្តែចង់បញ្ជាក់ប្រាប់បងប្អូនដែលគេហៅថាទិសហេងណាទិសហេងមានទិសណាខ្លះទិសខាងលិចទិសខាងជើងទិសខាងត្បូងដែលជាទិសហេង3ទិសហ្នឹងប៉ុន្តែតារាសាស្ត្រវាវិលជុំបើសិនជាថ្ងៃណាប៉ះឆុងមានន័យថាឆុងស្រាបបើសិនជាតារាសាស្ត្រថ្ងៃណាវាអត់ល្អវាចូលមកយើងធ្វើដោយភាពចៃដន្យដោយសារថាបងប្អូនថាអូផ្ទះខ្ញុំមុខផ្ទះរបស់ខ្ញុំឬក៏ជ្រុងនៃផ្ទះរបស់ខ្ញុំនៅចំណែកហ្នឹងវាហេងហើយអញ្ចឹងបងប្អូនអត់ចេះរើសវេលាទេឬក៏បងប្អូនអត់មានអេបមើលទេអញ្ចឹងហានិភ័យកើតឡើងដោយចៃដន្យឆុងគឺឆុងស្រាបមិនធ្ងន់ដូចទិសខាងកើតឬក៏ខាងជើងឈានខាងកើតទេចាណាបងប្អូនណាចាអញ្ចឹងបងប្អូនកុំភ័យណាចាអញ្ចឹងពេលដែលយើងយល់ហេតុផលអស់នឹងហើយបងប្អូនកុំភ័យចាពេលដែលបងប្អូនអត់ទាន់យល់ហេតុផលពេលដែលឮតែទិសឆុងទិសហេងមកបងប្អូនភ័យបងប្អូនសាគូបង្ការបែបណាឬក៏បងប្អូនឮតែគេលក់យន់ដើម្បីការពារឆុងគឺបងប្អូនអាចនឹងទៅទិញតែបើសិនជាបងប្អូនយល់ច្បាស់ហេតុផលបងប្អូនអត់អស់លុយទេរឿងទៅទិញអ្វីដែលបង្ការចារឿងទិញអ្វីដែលបង្ការអញ្ចឹងដូចខ្ញុំមើលរាសីភ្ញៀវងាកមិញនិយាយជក់ចិត្តគាត់ថាគាត់ដើរតាមវិជាហុងស៊ុយនេះចាតាំង2019មកទាំងគ្រាន់តែស្ដាប់អត់បានទៅធ្វើអីទេគ្រាន់តែស្ដាប់គាត់ថាផលចំណេញបានច្រើនអញ្ចឹងភាពជោគជ័យរបស់គាត់មានឡើងពេលដែលគាត់អនុវត្តទៅតាមហុងស៊ុយទាំងដែលគាត់
អនុវត្តទៅតាមរាសីរបស់គាត់ទាំងដែលគាត់អត់ដឹងថាហុងស៊ុយបែបណាទេអញ្ចឹងរាសីរបស់គាត់ឡើងទៅតែម្ដងឥឡូវចូលដល់វ័យចោធ្លាក់វ័យចោគាត់ឡើងរហូតតែហេតុអីការងារគាត់មិនជោគជ័យចាដល់ហេតុផលគឺរស់នៅពេលក្នុងវ័យចោឡើងនោះគឺរស់នៅមិនមែនជាផ្ទះរបស់យើងពាក្យថាមិនមែនជាផ្ទះរបស់យើងមានន័យថាផ្ទះមិនត្រូវនឹងរាសីចាផ្ទះមិនត្រូវនឹងរាសីថ្ងៃខែកំណើតវ័យចោដើររលូនជោគជ័យតែនៅផ្ទះដែលអត់ហុងស៊ុយនៅផ្ទះដែលមិនត្រូវថ្ងៃខែកំណើតរបស់គាត់ធ្វើឲ្យវ័យចោដែលល្អរបស់គាត់នឹងគឺការងាររបស់គាត់អត់ជោគជ័យអត់រីចម្រើនដូចគ្នាពេលដែលគាត់យល់ដឹងពីរាសីរបស់គាត់ត្រូវធាតុនេះគាត់ទៅរកផ្ទះឲ្យត្រូវនឹងរាសីរបស់គាត់គឺការងាររបស់គាត់ជោគជ័យនៅក្នុងវ័យចោធ្លាក់ចាភ្ញៀវងាកមិញចាអញ្ចឹងក៏គាត់ចេះតែខ្នះខ្នែងចាចេះតែខ្នះខ្នែងដើរទៅតាមហុងស៊ុយដើរទៅតាមប៉ាជឺចាទាំងពីមុនក៏អត់ដឹងចាដាក់អ្វីក៏មិនល្អដាក់អ្វីក៏មិនបានជោគជ័យចាអញ្ចឹងចូលមកដល់ទិសចុងក្រោយគេគឺទិសឆុងទិស225ចាទិស225ប្រចាំឆ្នាំគឺលេខ8ខែនេះគឺលេខ5ចចូលចាខែនេះគឺលេខ5ចចូលតែបើសិនតែយើងចេះបំផ្ទុះលេខ5ចាវានឹងមានលៀបដូចគ្នាចាអញ្ចឹងឱកាសគេហៅថាសំណាងនៅក្នុងគ្រោះនៅក្នុងសំណាងចាអញ្ចឹងអ្នកដែលមានមុខផ្ទះបែរទៅទិស225តារាសាស្ត្រលេខ5ឆុងចចូលមកតារាសាស្ត្រលេខ5មកជួបនឹងលេខ8ចាបើសិនជាបញ្ហាដែលផ្ទុះឡើងគឺរឿងលុយកាក់ណាឬក៏រឿងអីផ្សេងដែលពាក់ព័ន្ធនឹងស្ត្រីឬពាក់ព័ន្ធនឹងបញ្ហាសុខភាពពាក់ព័ន្ធនឹងបិឆុងឈឺប៉ះចំនឹងសុខភាពគេហៅថាលំពេងចាឬក៏ក្រពះបាទបញ្ហាសុខភាពកើតឡើងចាអូខេអញ្ចឹងទិសទាំង8ខ្ញុំបានបកស្រាយជូនបងប្អូនមួយរួចរាល់ហើយចាលឿនទេចាបើយើងនិយាយបកស្រាយឲ្យយល់លឿនគឺងាយនឹងលឿនតែបើថានិយាយអូកាឡាយូរក៏យូរដូចគ្នាអូខេអញ្ចឹងបងប្អូនមានចម្ងល់ដែរទេចាបើបងប្អូនមានចម្ងល់សូមចោទជាសំណួរមកចាស្ដាប់អត់ទាន់នៅចំណុចណាបងប្អូនអាចសួរមកណាចាដូចចឹងកេះអញ្ចឹងខែនេះអ្វីដែលប្រយ័ត្នគឺទិសខាងកើតចានិងខាងជើងជាងខាងកើតចាជំរាបសួរបងភាចាខានបានជួបពាក្យសម្ដីជាមួយបងប្អូនយូរហើយព្រោះពេល live ទៅមើលអត់ឃើញ comment ថ្ងៃនេះបានឃើញ comment ជាពិសេសចាបានមើលឃើញ comment បងប្អូនជាពិសេសហើយនៅក្នុងខែនេះណាសូមបញ្ជាក់ប្រាប់បងប្អូនបន្តិចនៅក្នុងខែនេះអ្វីត្បិតតែបងប្អូនយល់តែនៅបងប្អូនមួយចំនួនធំដែលក៏អត់ទាន់បានយល់ចាអញ្ចឹងនៅក្នុងខែ5គឺជាខែម្សាញ់បងប្អូនដែលមានកុលក្នុងទូរិស័យឆ្នាំកុលខែកុលថ្ងៃកុលនិងម៉ោងកុលចាប្រយ័ត្នប្រយែងចាអ្នកដែលកើតឆ្នាំកុលប្រយ័ត្នប្រយែងទៅលើបញ្ហាឈឺក្បាលញឹកញយជាពិសេសនៅក្នុងខែនេះខែណាអត់សូវឈឺស្រាប់តែមកដល់ខែនេះឈឺណាឈឺទៅពេលដែលបងប្អូនទៅប៉ះសំឡេងរង្គោះរង្គើឬស្ដាប់សំឡេងឆុងពីណាពីណីមកចាអាចនឹងឈឺក្បាលចាអាចនឹងឈឺក្បាលអ្នកដែលកើតឆ្នាំកុលចាបន្តមកទៀតបើសិនជាបងប្អូនកើតនៅក្នុងខែកុលនៅក្នុងខែនេះគឺឆុងចាមានន័យថាប្រយ័ត្នពាក់ព័ន្ធនឹងការថប់ដង្ហើមប្រយ័ត្នជាពិសេសចាអ្នកដែលកើតក្នុងខែកុលប្រយ័ត្នជាពិសេសបើសិនជាបងប្អូនបានទៅស្ដាប់ឮសំឡេងរង្គើទៅញ៉ាំការគេចាទៅញ៉ាំការគេស្ដាប់សំឡេងធុងបាសស្ដាប់សំឡេងគេអីគេ
cái chạ chìm riêng ấy nắng dương tầng cùi cả bài nắng chânประหยัดปัญหาทับดังหามทับดังหามเจ็บปีเสดดูชนะบางโอนกัดบันทอยกาแต่họตะกาcái ấy mìnhอาจจำบัดเตอร์ก็มันจำบัดเตอร์ก็บานได้จ้ะปลูกกาทับดังหามมันนะแกหาท่าเอากาเพียติชื่อกบ้าอาจเลื่อนแต่บันเนี่ยมีปัญหากอลงตัวเดี๋ยวซิขายมาสั่นโจมาแบบนี้คือบางโอนเคยเนี่ยได้กอดบานสลับบัดบังชีวิตในแกหาท่าแกงไปโดงจ้ะจังเพียจานคือกอดช่องในขนมตัวขายจ้ะจังแกงไปโดงจ้ะอัดจำไรcái tháoในเสียมกอดบัดกอดตือแบบนั้นคือมีปัญหาแกงไปโดงโดยเฉพาะเอาไว้ได้ประหยัดบำพดคือตัวขายการในขนมนั้นคือขายจรูกมีในไอ้ยะไอ้คนชิมเอาจ้ะขายจรูกคือจะขายดอกมวยจ้ะเนี่ยได้การในขนมขายจรูกประหยัดใหญ่จ้ะเนี่ยได้การในขนมขายดอกมวยประหยัดใหญ่สกปรกในขนมขายปรำนี่จ้ะประหยัดใหญ่อย่างมันนะคือสำเร็จช่องเป้แต่บางคนบ้านลือถ่ายช่องเพลียมบ้านลือสำเร็จของเกอได้ประหยัดน้ำมวยเตยแต่ตรำเชิงเลียงโซยจะไปใส่เพลียมอับจำตกปีเมาจำตกใบเมากรอยกรอนแต่ดังลือเพลียมจ้ะตลอดแต่ตรำเพลียมจ้ะจึงให้พอไอ้ยมชื่อนี่ก็โดยสร้างยมปัดช่องได้จ้ะมันเม้นในยืงทั่วกลางเนยฮอตออกกำลังให้แต่สโลเปเวลีได้แต่ปัดช่องจ้ะบางคนเคยยมเตยทอดอากีมวยยมเติบแต่ปะฮะนั่งจ้ะอากีนั่งกับปงแต่จุลจ้ะอากีนั่งกับปงแต่จุลยังยมกระทามาไงให้ดอกคืนชงยังไปชงประยาวจ้ะชงจมูกยมตายประยาวรุ่นยมเป็นตัวเดี๋ยวใส่ชงได้แต่ชงได้ประยาวยังเติบทั่วเอายมชื่อยังเหม็นท่านนั่งซิมการชื่อเตะจ้ะเหม็นท่าให้ไอ้ปีนาปีในมาอัดชื่อจ้ะเหม็นให้ไอ้บัสันจะบงปนเหม็นจีเนี่ยเชื่อเรื่องของซุยบงปนกระทาเธอกล้าหัดเอากำลังชื่อหัดเนยชื่อสโลเปได้ขยมเติบปะช่องจ้ะสโลเปได้ขยมเติบปะช่องเติบทั่วเอายมชื่อจ้ะจังในขนมชนำปีปอนแบบไพ่ปรำนี่ยมชื่อเลือกตีมวยเนี่ยนางเลือกตีมวยเลือกตีปีเนี่ยชื่อเลือกตีมวยเนี่ยจ้ะชื่อได้เติบปะช่องประยาวจ้ะบมเติบปะช่องได้ประยาวจ้ะฉะนั้นปีปอนมาไพ่ใบหรือก็มาไพ่บุญเนี่ยยมจีกัดของสเปียนสำดัดไอโจสเปียนไกลนั่งยมเติมวัดแต่ไอคอนเซในฉบับเปิดจีเมาส์กัดของสเปียนนั่งสเตียจราจรในของสเปียนยมท่าเอาจับบัดยมชงไงจ้ะงืดไปเลยกระบาลมามองยมท่าชงไงยังเลี้ยงโซ่อัตวันเนี่ยยมชื่อกระดาษครูนไปจัดถนนโดยด่าการะโควิดจังจ้ะเดือการะโควิดจังจังการนื้อยมชีกัดของสเปียนจ้ะยังฉะนั้นนี่อัดเมียนแต่ชีกัดของสเปียนแต่แต่สดับสำเร็จปีกันไรอาเกียแคนโดได้เกทั่วจ้ะยมชื่อโหดดังไงนี่จ้ะปนใต้ชื่อได้ประยาวชื่อระเบียบท่าเอากำลังชื่อแบบนั้นใต้ยมบันเลี้ยงโซยแถมเชิงเลี้ยงโซยให้ใต้ทำมาโพลเอาตอนเอามาเป็นเต็มจังนี่คือเรียกใส่เยิงช่องติดตัวเมียนอาการะแบบนั้นแบบทายเยิงชื่อได้ออกกำลังแต่บางสันจะบองปอนเมียนช่องในขนมตัวขายยังมันเจ๊นะเมียนช่องในขนมตัวขายการในขนมขายดอกมวยกลมเอาลือสำเร็จสรุมคานไอ้ประเดี๋ยวประจ้ะวิ่งเงี้ยหนังชื่อเปียกป้อนหนังการท็อปหนังหางจ้ะจังช่องติดหรือครั้งอาศัยแต่เลือสำเร็จแบบบองปอนบางสตับหรือก็ไปเรียนแต่บางคนสตับยูหรือก็ฉันนะจ้ะบางบ้านโยนหายกลัวแต่เชี่ยเวียงจ้ะจังไปได้ยังช่องในขนมคายนะการในขนมคายดอกมวยเนี่ยในการในขนมคายดอกมวยบางคนจะลือสำเร็จช่องแบบนี้ตีมวยชื่อเรียงกายชื่อตีปีกางเงียบบ่ยังอาจหนึ่งเรียงสเตียการเงียบบ่ยังดูนี่จ้ะอาจหนึ่งการเงียบบ่ยังผงสัญญากงตราหรือก็ผงไอ้มวยได้เชี่ยเรื่องละอ้อเสียบแต่ไปได้ยังปะช่องคือการเงียบบ่ยังขอค้านหรือก็เกลือไปบริเตอไปนาจ้ะ
cứ ca khọ khám rư có cái chốc tại mà đòn nát à sai từ lơ ca chồng ok dạ chương bắt đầu một tiết nè đại ca trong ngày chru về chạy để xây hai ba trăm ngày chru chà ta bông phôn nè đấng chà chơi comment chẳng lại bông phôn dây lên cho một nhầm cho bà sân chỉ ca trăm ngày chru ca rương ấy bông phôn đăng xong giờ xây comment ca rương ấy nhưng chẳng lại bông phôn chạy nhưng sắp ở đâu nhưng chẳng lại bông phôn chạy nhưng sắp ở đâu chà thà tao fan bao nhom chạy ban cầm rật nè bông phôn chạy mất á nhầm rong trăm sắp nè cụ đỏ clear chat đó nha nè cụ đỏ clear chat nè cụ gì lên như tay nhầm trong tục ở cả ai bông phôn ai tục ở cả bông phôn sao xe mà đầm bấy nhầm trong đằng thạp bông phôn pi một hai từ một hai pi một trăm nâng bông phôn miền phía vây chlat dul bẹp nà khla đại đăng tạm đàn hồng xuôi mà du hái na nhầm đăng là bông phôn dul chả dạ chân nhầm trong ai bông phôn miền phía khla hám rồi xe trên mạo công trăm để đạp nhầm tị công đạp nè kêu pe bông phôn dây trên mạo đăng được bông phôn năng che tặng ăn năng tay nhầm trong bông phôn miền phép cái thà phép khá hạn ta bông phôn nát đăng sang say to từ chân lên lên một tay rồi bông phôn trong ban vòn men bông phôn trong ban vòn ăn ta bà sấn bông phôn miền col nơi khung từ ngày pe đại chống tá ca riêng ở vậy nhưng trong ban mặt tệ vì bông phôn chả pe đã bông phôn slide tới nhưng sờ bài chật thập bông phôn vô đăng ban chả chân nè đại chống nơi khung ngày ca ta miền riêng ở vậy cả là bông phôn na nị dây bán comment máu nhưng đăng bông phôn vô rồi ta nhưng trong bông phôn comment bông phôn comment ê ba sấn ba sân chỉ ca trong ngày col ta trong riêng ở vậy okពីណាគេខ្ញុំចាញ់បោកគេគ្រប់យ៉ាងអូខេតាបងប្អូនអត់ហ៊ានយោបល់មកសោះអើយបងប្អូនអត់មានយោបល់សោះខ្ញុំហៅឈ្មោះសិនប្រហែលជាបងប្អូនដូចសិតតែ fan ថ្មីបងភានឹងអត់បងភា
ឬបងសុកខឿនបងស៊ីនឿនបើសិនជាឆុងនៅថ្ងៃកើតបងភាឬក៏បងស៊ីនឿនចាបើសិនជាកើតចំថ្ងៃកុលតើឆុងរឿងអ្វីសូមបងប្អូនឆ្លើយបងស៊ីនឿននិងបងភាចាជំរាបសួរបងគឹមជំរាបសួរតាបងគឹមចូលមកក្រោយគេបើសិនជាប៉ះឆុងនៅលើតួថ្ងៃចាបើសិនជាបងប្អូនកើតចំថ្ងៃកុលតើឆុងទៅលើរឿងអ្វីកើតឡើងអញ្ចឹងបងប្អូនអត់ដឹងថាយើងកើតចំថ្ងៃកុលទេណាលុះត្រាតែបងប្អូនអានរិស័យទៅបងប្អូនបានដឹងថាបងប្អូនកើតចំថ្ងៃអ្វីចាពេលដែលបងប្អូនបានអានរិស័យទៅដឹងតែបងប្អូនអត់បានអានរិស័យទេបងប្អូនអត់ដឹងទេអញ្ចឹងបងប្អូនអាចដឹងឆ្នាំកុលអាចដឹងខែកុលនិងអាចដឹងម៉ោងកុលចាអញ្ចឹងថ្ងៃកុលអត់ដឹងចាអូខេបងគឹមគាត់និយាយថាមុខរបរការងារឆុងនៅលើតួថ្ងៃកើតតើឆុងប៉ះពាល់រឿងអ្វីនៅក្នុងអ្នកដែលកើតចំថ្ងៃកុលខែម្សាញ់ចូលមកតើប៉ះពាល់រឿងអ្វីសុំឆ្លើយម្ដងទៀតដេវីតចូលឆ្លើយដឹងប៉ុណ្ណាឆ្លើយប៉ុណ្ណឹងលើបងគឹមថាឆុងទៅលើរឿងការងារចាអញ្ចឹងមានអីផ្សេងទៀតអត់មានយោបល់ផ្សេងទៀតអត់អើយយូរចេះអស់ហើយឃើញទេចាំតិចទៀតអ្នកគ្រូឡាយអានរិស័យអាទិត្យក្រោយអីអ្នកគ្រូឡាយអានរិស័យបងប្អូនស្ដាប់យូរទៅបងប្អូនដោនឡូត app យកមកប្រើបងប្អូនបានយល់ច្រើនគ្រាន់តែចំណុចខ្លាំងនិងចំណុចខ្សោយបន្តិចបន្តួចទៀតបន្ថែមទៅប៉ុណ្ណឹងអញ្ចឹងបងប្អូនអាចស្វែងយល់មើល app ខ្លួនឯងបានអញ្ចឹងជួយគ្រួសារបានមួយចំណែកធំចាជួយខ្លួនឯងបានមួយចំណែកធំពេលដែលយើងយល់ពីដំណើរជីវិតនៅក្នុង app របស់ខ្លួនឯងចាពេលដែលយើងគ្រាន់តែយើងអត់ដឹងពីថាហេតុផលអ្វីយើងធ្វើការបែបណាឲ្យត្រូវនឹងរិស័យរបស់យើងទេចាអញ្ចឹងខ្វះទៅ20ឬ30%ទេដែលបងប្អូនអត់បានដឹងបងប្អូនមិនបាច់ចាំដឹងច្រើនទៅឲ្យខ្លាយទៅធ្វើជាគ្រូទាយអីទេគ្រាន់ឲ្យកាទាយក្នុងផ្ទះរបស់យើងនឹងឲ្យគ្រប់គ្រាន់ទៅគឺបានមួយចំណែកធំហើយចាអូខេអញ្ចឹងបងគឹមគាត់ឆ្លើយថាឆុងនឹងមុខរបរការងារចាមានបងប្អូនណាឆ្លើយមតិណាផ្សេងទៀតអត់ចាអញ្ចឹងមិញខ្ញុំបានបកស្រាយជូនបងប្អូនឆុងនៅលើឆ្នាំនៅក្នុងខែ5នេះគឺឧស្សាហ៍ឈឺក្បាលញឹកញយគេងមិនលក់ចាហើយបើសិនជាឆុងនៅក្នុងតួខែចាគឺពាក់ព័ន្ធបើសិនជាអាជីពការងារគេហៅថាពាក់ព័ន្ធនឹងការងារចាបើសិនជាផលប៉ះពាល់រាងកាយអ្នកដែលកើតនៅក្នុងខែ11គឺប្រយ័ត្នទៅលើរឿងសុខភាពផ្លូវដង្ហើមចាពាក់ព័ន្ធនឹងសុខភាពផ្លូវដង្ហើមថប់ដង្ហើមគាំងបេះដូងចាបន្តមកទៀតបើសិនជាបងប្អូនកើតចំថ្ងៃកុលលុះត្រាតែបងប្អូនឆែករាសីទៅបងប្អូនដឹងថាបងប្អូនកើតចំថ្ងៃកុលដែរឬទេបើសិនជាបងប្អូនកើតចំថ្ងៃកុលពេលដែលបងប្អូនស្ដាប់ឮសំឡេងរំខានដែលយើងហៅថាសំឡេងឆុងហ្នឹងគឺងាយចំលោះឆ្លោះ
ជាមួយនឹងក្រុមគ្រួសារឬក៏សង្សារឬក៏ប្តីប្រពន្ធអ្នកដែលមានជីវិតគូក្រងឬក៏អ្នកនៅមានសង្សារអាចនឹងអន់ចិត្តខ្វែងគំនិតគ្នាចាប្តីប្រពន្ធអាចខ្វែងគំនិតគ្នាមួយខែចាប៉ះចំថ្ងៃឆុងចូលមកតែបើសិនជាយើងឆុងនៅលើវ័យចឆ្នាំចខែចចូលមកគឺខែនេះគឺជាខែពិសេសដែលបងប្អូនថាអាចនឹងថាកិច្ចរួចឬក៏មិនរួចអ្វីដែលថាឆុងជីវិតគូបើសិនជាបងប្អូនឆុងនៅវ័យវ័យម្សាញ់ឆ្នាំម្សាញ់ចូលមកខែម្សាញ់ចូលមកប្រយ័ត្នឆ្លោះប៉ុន្តែចៃដន្យតារាសាស្ត្រវាបូកផ្សំនឹងតារាសាស្ត្រទៀតបូកផ្សំនឹងតារាសាស្ត្រខែនេះហេងទាំងអស់ទិស្នាយគឺល្អទាំងអស់ចាប៉ុន្តែយ៉ាងណាក៏ប្រយ័ត្នប្រយែងអ្នកដែលមានវ័យចឆុងម្សាញ់ឆ្នាំម្សាញ់ចូលមក2ត្រួតអញ្ចឹងខែម្សាញ់ចូលមក3ត្រួតប៉ះថ្ងៃម្សាញ់មក4ត្រួតអញ្ចឹងគឺអាចមានចំនួនកើតឡើងបែកផ្ទះចាអាចនឹងមានចំនួនកើតឡើងបែកផ្ទះចាចឹងអ្នកឆុងប៉ះចំថ្ងៃគឺហានិភ័យបែបហ្នឹងតែបើសិនជាអត់មានវ័យចឆុងទេអត់មានឆ្នាំឆុងទេឆុងតែថ្ងៃមួយគឺក៏មានន័យថាយើងប៉ះផលប៉ះពាល់អាចនឹងឆ្លោះគ្នាតិចតួចដែលយើងស្លប់តែជាគូស្នេហ៍ដែលល្អល្អអឿនមកចាប់ខែនេះចូលមកដល់អាចនឹងមានចំនួនកើតឡើងជាចៃដន្យចាដឹងខ្លួនទៅកាត់បន្ថយកុំហាមខាត់ម្នាក់ទៅគឺអូខេចាតែបើបញ្ហាសុខភាពវិញគឺឲ្យតែប៉ះដឹងតែឈឺហើយចាអ្នកដែលមានកុលក្នុងទូរាសីឲ្យតែប៉ះដឹងតែឈឺហើយគ្រាន់តែការឈឺវាបែងចែកអវយវៈចាបន្ទាប់មកអ្នកដែលកើតក្នុងម៉ោងម្សាញ់ម៉ោងកុលគឺម៉ោង11យប់ចាអ្នកដែលកើតម៉ោង11យប់រហូតដល់ម៉ោង12កន្លះចាគឺគាត់ឆុងដែរចាអ្នកដែលកើតចំម៉ោងកុលកណ្ដាលយប់មានន័យថាគាត់ឆុងអញ្ចឹងប្រយ័ត្នប្រយែងជើងថ្លោះជើងក្រិចជើងអ្នកដែលធ្លាប់ពាក់បិជើងកែងចោតនារីស្ត្រីឬក៏បងប្អូនកូនក្មួយដែលទៅញ៉ាំការគេឬក៏អ្នកដែលធ្វើការពាក់បិជើងកែងអីអាចនឹងចាឈឺជើងឬជាចម្លែកអីបែបហ្នឹងទៅអានេះគឺរឿងស្រាលតែបើសិនជាប៉ះឆុងធ្ងន់សំលេងដែលរង្គើធ្វើឲ្យបងប្អូនឆុងធ្ងន់មានន័យថាផលប៉ះពាល់ជើងក៏ធ្ងន់ធ្ងរដូចគ្នាអ្នកធ្លាប់លេងកីឡាបាល់ទាត់បាល់អីរត់ចុះរត់ឡើងអីចាប្រយ័ត្នប្រយែងទៅលើជើងបើសិនជាកើតនៅក្នុងម៉ោង11យប់ណាចាអញ្ចឹងអូខេអរគុណច្រើនសម្រាប់បងប្អូនដែលតាមដានមកចាការលើករឿងទីឆុងហើយនឹងឆុងកលហើយនឹងម្សាញ់នៅក្នុងពេលវេលានេះក៏អស់ដែរហើយព្រោះបងប្អូនក៏ដូចអត់មានសំណួរចម្លើយមកទៀតដែរចាអញ្ចឹងបងប្អូនដែលដឹងពីមុខផ្ទះហេងឬក៏មុខផ្ទះសយចាគួរតែប្រយ័ត្នប្រយែងការដំស្វាមអញ្ចឹងអ្នកដែលមានតួរាសីឆុងជ្រូកនិងម្សាញ់ឆុងហ្នឹងក៏ប្រយ័ត្នប្រយែងរឿងដំស្វាមដូចគ្នាបើឮគេដំស្វាមឬអីកុំទៅស្ដាប់ចាអញ្ចឹងការឆុងហ្នឹងគឺគិតតែប៉ុណ្្នឹងទៅគឺរួចខ្លួនតែបើជួបចៃដន្យហើយរហ័សមកតាមជើងលាងសយចេញដោយទឹកអំបិលកន្លះធុងពេត្រូធ្វើម៉េចត្រាំឲ្យដល់កពួនជើងចាឲ្យដល់កពួនជើងទៅនឹងជាកិច្ចមួយអញ្ចឹងបើបងប្អូនថាធ្វើប៉ុណ្ណឹងអត់អស់ចិត្តបងប្អូនធ្វើបែបហ្នឹងសិនចាំបងប្អូនទៅលាងសួយនៅទឹកសមុទ្រណាចាំបងប្អូនទៅលាងសួយនៅទឹកសមុទ្រអញ្ចឹងការលាងសួយនៅទឹកសមុទ្រអស់ទាំងហេងអស់ទាំងឆុងអស់ទាំងហេងអស់ទាំងសួយចាអស់ទាំងហេងអស់ទាំងសួយណាចាអញ្ចឹងបងប្អូនជ្រើសរើសវិធីណាដែលកុំឲ្យអស់ទាំងហេងអស់ទាំងសួយអញ្ចឹងក្រាលជើងដោយទឹកអំបិលទៅឬក៏បន្ទាប់មកទៀតអត់អស់ចិត្តទេយើងងូតទឹកនៅថ្ងៃត្រង់ម៉ោង12អញ្ចឹងទៅអញ្ចឹងសិតតែកិច្ចទាំងអស់
cả sật tại cách để dân thôi ban chẳng nghe nhưng tiền mình chăm bạch tại lưới mình chăm bạch tay chùm nải pe về lia thôi đầm nà từ plei về ngày chả riêng ở đây để nghe chả dân ở con ro ca tam ban dục chặt tục đạiរបស់បងប្អូនជា fan របស់នាងខ្ញុំហើយ complete ណាយប់នេះបងប្អូនអាចនឹងសមាធិចាសមាធិបានលៀបបានសការៈមកនៅទីខាងត្បូង complete ចាអរគុណច្រើនសូមជូនពរឲ្យបងប្អូនមានសុខភាពល្អនិងសំណាងល្អគ្រប់ក្រុមគ្រួសារចាជោគជ័យគ្រប់ភារកិច្ចចាអរគុណជួបគ្នានៅឱកាសក្រោយទៀត